ហើយជាមានមកខ្លះក៏អត់តន់ដឹងកន្លែងខ្ញុំទៅហ្នឹងនៅណាអញ្ចឹងនេះគឺជា vlog សកម្មភាពដែលខ្ញុំបានទៅលេងសត្វកូពីបារ៉ាបើក្បាលវីដេអូដោយធ្វើការជិះឡានទៅសិនអញ្ចឹងមិនដល់កន្លែងកូពីបារ៉ាហ្នឹងចង់ប្រាប់អ្នកទាំងគ្នាថាកន្លែងហ្នឹងគឺនៅសៀមរាបអ្នកទាំងគ្នាដែលសិនតែខ្ញុំទៅលេងផ្ទះរបស់ខ្ញុំដែរកន្លែងនេះថតក្មួយខ្ញុំទៅសិនណែស្អាតណាម្ចាស់សំឡេងអ្នកតាសាលមុននឹងបន្តិចហ្នឹងនិយាយថាចេះក៏ចេះខូចក៏ខូចដែរហើយមុនក៏ដល់កន្លែងហ្នឹងគឺត្រូវញ៉ាំអីអស់មួយតង់បាយថ្ងៃសិនពេលដែលយើងញ៉ាំបាយអីឆ្អែតហើយមិនមានកម្លាំងដែរលេងនេះកន្លែងកូពីបារ៉ានេះអ្នកតាគ្នា screenshot ទុកឯនៅហ្នឹងវាធ្វើបែប resort ផងកាហ្វេផងដូច hotel គេប៉ុន្តែនៅហ្នឹងគេដាក់សត្វកូពីបារ៉ានៅហ្នឹងទៅដំបូងខ្ញុំរៀងល្អើងដែលខ្លាចតែវាខំឬក៏ខ្វាចព្រោះវាអត់សូវ friendly ទេប៉ុន្តែវា slow សត្វហ្នឹង slow ហ្មងដូចគេល្បីថាសត្វហ្នឹងអត់សូវចេះឆ្លោះមួយណាគេនៅមួយណាគេក៏ត្រូវគ្នាដែរ friendly ទេប៉ុន្តែមកទុំលើគេចង់ប្រាប់ថាទុំអញ្ចឹងដោយសារតែមានចំណីមានពោតឲ្យទេបានមកចិត្តយើងបើអត់ទេនេះហើយមុខក៏ឡងស្មែចូលក្នុងត្រង់ដោយសារតែអស់ចំណីអីក៏មិនដឹងនៅធ្វើអីគេអត់មកចិត្តផងបាយទេហើយដើរមកអើតកន្លែងអូតែលកន្លែងគេគេងកន្លែងហ្នឹងក៏ខ្ជូតដែរការដេករបស់គេហើយមានតុក្កតាកូពីបារ៉ាធំឲ្យយើងថតរូបទីមុខសញ្ញាអ្នកដើរលេងមួយខ្ញុំថ្ងៃហ្នឹងគឺក្មួយញយសោះបានមកដើរហ្នឹងដោយសារតាក្មួយខ្ញុំគេទាទៅមើលសត្វកូពីបារ៉ាហ្នឹងខ្ញុំមានស្គាល់ទេទៅតាមគេដែរនេះអានេះគេយក sticker មកបិទឲ្យអូយមាន sticker កូពីបារ៉ាហើយចេញពីហ្នឹងឆ្លៀតចូល Fern Cafe មកបន្តិចទៅថតរូបហើយញ៉ាំត្រេងអីតិចតួចទៅឲ្យតែទៅសៀមរាបពេលណាអត់ដែរចោល Fern Cafe គឺបើមិនមកអង្គុយយូរក៏ឆ្លៀតចូលអែតមកបន្តិចហើយក៏អស់ចិត្តដែរ